Good evening, everyone. Today we start the lesson with the 5 academic vocabulary words. ជំរាបសួរបងប្អូនទាំងអស់ថ្ងៃនេះគឺយើងនឹងរៀនមេរៀនតាក់ទងនឹងពាក្យដែលប្រើប្រាស់នៅក្នុងវិស័យការសិក្សាស្រាវជ្រាវណាបាទគឺជាពាក្យប្រភេទពាក្យដែលប្រឡងនៅក្នុង IELTS ឬក៏ប្រភេទ TOEFL ឬក៏ជាការប្រឡងនៅក្នុងដើម្បីយកអាហារូបករណ៍ទៅក្នុងប្រទេសឬក៏នៅក្រៅប្រទេសជាដើមបាទពាក្យទី1គឺពាក្យ constitute មានឋានៈពាក្យជា verb មានន័យថា the definition to form or to make something មានន័យថាគឺជាការឲ្យមានទម្រង់ឬក៏ជាការបង្កើតទម្រង់បើយើងត្រឡេកទៅមើល example the women constitute about 10% of parliament មានន័យថាស្ត្រីគឺចូលរួមចំណែកនៅក្នុងការបង្កើតសភា 10% មានន័យថាក្នុងសភាហ្នឹងគឺមានស្ត្រី 10% ណាបាទយើងមើលឧទាហរណ៍ទី2 the under 18s constitute nearly 25% of the town's population មានន័យថាប្រជាពលរដ្ឋដែលមានអាយុក្រោម18ឆ្នាំនោះគឺមានចំនួនខ្ទង់ជិត 25% នៃចំនួនប្រជាពលរដ្ឋនៅក្នុងទីក្រុងសរុបបាទទី2 constitute ដែលមានឋានៈពាក្យជា verb ប៉ុន្តែគឺន័យទី2គឺមានន័យថាអីគេ to be or be considered as something មានន័យថាត្រូវបានគិតថាជាបាទយើងក្រឡេកមើលឧទាហរណ៍គឺ example this latest defeat constitutes a major setback for the government បាទយើងបកប្រែថាការបរាជ័យចុងក្រោយនេះគឺត្រូវបានគិតថាជាកត្តាចម្បងដែលធ្វើឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍរបស់រដ្ឋាភិបាលដឹកនាំប្រទេសបាទពាក្យបន្តទៀតគឺពាក្យអីគេគឺពាក្យ derive from បាទមានឋានៈពាក្យជា verb ដែរគឺនិយមន័យគេឲ្យមានន័យថា the definitions to come from something មានន័យថាគឺមកពីអ្វីមួយបាទយើងក្រឡេកមើល example here the English words olive is derived from the Latin words oliva មានន័យថាម៉េចមានន័យថាពាក្យក្នុងភាសាអង់គ្លេសដែលមានន័យថា olive ហ្នឹងគឺមានប្រភពដើមមកពីពាក្យអាមេរិកឡាទីនគឺជាមកពីពាក្យ oliva បាទបន្តមកទៀតគឺពាក្យ distribute មានឋានៈពាក្យជា verb យើងមិនក្រឡេកទៅមើល definition គឺ to give something out to several people or to spread or supply something មានន័យថាម៉េចមានន័យថាគឺជាការឲ្យអ្វីមួយទៅលើប្រជាពលរដ្ឋឬក៏ជាការពង្រាយឬក៏ផ្គត់ផ្គង់អ្វីមួយទៅប្រជាពលរដ្ឋទាំងអស់នោះបាទ example the books will be distributed free to local school យើងបកប្រែថាសៀវភៅទាំងអស់ហ្នឹងគឺនឹងត្រូវបានផ្គត់ផ្គង់ដោយឥតគិតថ្លៃទៅឲ្យសាលានៅក្នុងស្រុកបាទយើងរលេចមើលឧទាហរណ៍ទី2 several people were arrested for distributing erased leaflets or pamphlets to the spectators មានន័យថាយើងបកប្រែថាមានប្រជាពលរដ្ឋជាច្រើនគឺត្រូវបានចាប់ខ្លួនពីបទចែកចាយខិត្តប័ណ្ណតាក់ទងទៅនឹងការរើសអើងផ្សេងឬក៏ការរើសអើងជាតិសាសន៍ណាបាទទៅលើទស្សនិកជនដែលកំពុងតែមើលនឹងឯងបាទពាក្យបន្តមកទៀតគឺពាក្យ formula មានឋានៈពាក្យជា verb definitions standards or accepted way of doing or making something the thing needed for it or a mathematical rule expressed in a set of number and letter បាទយើងបកប្រែថា formula ហ្នឹងគឺជាអីគេគឺជាវិធីបែបផែនស្តង់ដារមួយគឺយើងប្រើសម្រាប់ធ្វើអ្វីមួយបាទឬបើសិនជានៅក្នុងគណិតវិទ្យាគឺជាច្បាប់ឬក៏រូបមន្តដែលយើងប្រើសម្រាប់គណនាតាក់ទងទៅនឹងចំនួនឬក៏អថេរណាមួយនៅក្នុងគណិតវិទ្យាបាទអញ្ចឹងមានថា formula ហ្នឹងបកប្រែថាគេគឺរូបមន្តបាទ
example we have changed the formula of the washing powder មានន័យថាយើងត្រូវបានផ្លាស់ប្ដូរឬក៏កែប្រែរូបមន្តនៅក្នុងការផលិតម្សៅលាបមុខផ្សេងៗនឹងជាដើមបាទឧទាហរណ៍ទី2 we had to learn chemical formula at school but I can only remember H2O for water យើងបកប្រែថាយើងបានរៀននៅរូបមន្តគីមីនៅឯសាលាប៉ុន្តែគឺខ្ញុំចាំរូបមន្តតែមួយគត់គឺទឹកដែលមានរូបមន្តអីគេគឺរូបមន្ត H2O បាទឧទាហរណ៍ទី3 there is no magic formula for success យើងបកជាខេមរៈភាសាថាគឺគ្មានរូបមន្តទឹកណាសម្រាប់ការជោគជ័យទេបាទ magic ហ្នឹងគឺបកប្រែថារូបមន្តបកប្រែថាវេទមន្តឬក៏មន្តអាគមណាបាទអញ្ចឹងមានថា magic formula មានថារូបមន្តទឹកបាទពាក្យចុងក្រោយគឺពាក្យ legislative សំដៅគឺពាក្យ legislate មានឋានៈពាក្យជា verb ជាកិរិយាសព្ទ definition និយមន័យគឺ if a government legislates it makes a new law មានន័យថាបើសិនជារដ្ឋាភិបាលគាត់ legislate មានន័យថាវានឹងបង្កើតនៅច្បាប់ថ្មីចឹងមានថា legislate ហ្នឹងមានន័យថាគឺការបង្កើតច្បាប់បាទឧទាហរណ៍ example they promise to legislate against cigarette advertising មានន័យថាម៉េចមានន័យថាពួកគេសន្យាថានឹងបង្កើតច្បាប់នៅក្នុងប្រឆាំងនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មបារីបាទតើតើនេះប្រទេសយើងពីមុនគឺអញ្ចឹងដែរថាពីមុនគឺយើងមានការផ្សព្វផ្សាយបារីយ៉ាងទូលំទូលាយប៉ុន្តែឥឡូវគឺយើងមានច្បាប់គឺថាយើងហាមដាច់ខាតគឺតើតើនឹងការប្រើការផ្សព្វផ្សាយពាណិជ្ជកម្មបារីតែមិននឹងយើងក៏លើកទឹកចិត្តក្នុងការប្រឆាំងការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរផងដែរបាទវាមានន័យផាកផាយគ្នាបាទឧទាហរណ៍ទី2 it is hard to legislate for makes a law that will protect the ownership of an idea មានន័យថាម៉េចមានន័យថាវាពិតជាពិបាកនៅក្នុងការបង្កើតច្បាប់សម្រាប់ការពារម្ចាស់គំនិតមានន័យថាម៉េចមានន័យថាជាទូទៅនៅពេលដែលមានមនុស្សមួយបង្កើតគំនិតថ្មីឬក៏រកអ្វីថ្មីគឺយើងត្រូវមានច្បាប់ការពារអ្នកទាំងអស់ហ្នឹងគេហៅថាច្បាប់បង្កើតថ្មីណាបើនៅក្នុងវិស័យពន្ធដារគេហៅថាច្បាប់បតង់បាទគឺបតង់នឹងឯងបាទអញ្ចឹងសម្រាប់ថ្ងៃនេះយើងរៀន5ពាក្យប៉ុណ្ណឹងហើយយើងនឹងមេរៀនរៀនពាក្យថ្មីបន្តនៅថ្ងៃបន្តទៀតបាទសូមអរគុណ Thank you